ដើម្បីបញ្ចូលលេខទូរស័ព្ទចូលទៅក្នុង Gmail បានបងប្អូនបើកកម្មវិធី Gmail នឹងមកឬបងប្អូនអត់មានកម្មវិធី Gmail នឹងទេបងប្អូនអាចបើកកម្មវិធី Play Store យើងក៏បានដែរពេលដែលបានបើកមកហើយបងប្អូននឹងឃើញមានសញ្ញា Profile យើងនៅខាងលើនេះបាទបងប្អូនចុចនៅចំកន្លែងហ្នឹងមកចុចត្រង់ហ្នឹងហើយបងប្អូននឹងឃើញមានពាក្យមួយគេដាក់ថា Google Account អញ្ចឹងយើងចុចកន្លែងហ្នឹងមកមកដល់ចំកន្លែងនេះបងប្អូនចុចនៅលើពាក្យ Personal Info ហើយអូសឡើងទៅលើចុចយកកន្លែងដែលគេដាក់ថា Phone នេះមកនេះកន្លែងនេះបាទហើយបងប្អូនចុចលើពាក្យថា Add Now ហើយគេឲ្យយើងវាយបញ្ចូលលេខកូដសម្ងាត់ Gmail យើងបាទអញ្ចឹងបងប្អូនដាក់លេខកូដសម្ងាត់ Gmail បងប្អូនចូលមកហើយចុច Next ពណ៌ខៀវនេះមកបាទចុចនៅលើពាក្យ Add Now នេះម្ដងទៀតអូខេបាទមកដល់កន្លែងនេះបងប្អូនដាក់លេខទូរស័ព្ទយើងចូលមកហើយបងប្អូនមើលកន្លែងទង់ជាតិនេះផងបងប្អូនណាបាទបងប្អូនត្រូវដាក់ទង់ជាតិកម្ពុជាយើងដាក់លេខទូរស័ព្ទហើយបងប្អូនចុចលើពាក្យ Done នេះមកបាទហើយបងប្អូននឹងឃើញមានពាក្យ Next នៅខាងក្រោមចុចកន្លែងហ្នឹងមកហើយចុចលើពាក្យ Get Code នៅខាងក្រោមបាទហើយបងប្អូនរងចាំតិចទៀតគេនឹងផ្ញើសារចូលមកក្នុង SIM របស់យើងបាទឥឡូវសារគេផ្ញើមកដល់ហើយអញ្ចឹងយើងយកលេខកូដ6ខ្ទង់ហ្នឹងយកមកវាយចូលនៅក្នុងប្រឡោះហ្នឹងមកបាទសម្រាប់ iPhone វាមានអញ្ចឹងបាទខ្ញុំចុចកន្លែងនេះហ្មងបាទហើយយើងចុចលើពាក្យ Done បាទហើយបងប្អូនចុចលើពាក្យ Verify នៅខាងក្រោមនេះមកបាទហើយបងប្អូនធ្វើការ refresh បន្តិចបាទដោយអូសពីលើចូលមកក្រោមមកឆែកមកបាទវានឹងឃើញលេខទូរស័ព្ទយើងបាន verify ហើយស្រេចនៅកន្លែងហ្នឹងឃើញអត់បងប្អូនទាំងគ្នាបាទហ្នឹងហើយអញ្ចឹងតែប៉ុណ្ណឹងយើងបានដាក់លេខទូរស័ព្ទយើងចូលទៅក្នុង Gmail រួចរាល់បាទសម្រាប់ការពារឃើញលោកថ្ងៃណាមួយយើងភ្លេច password ឬមួយក៏ account យើងមានបញ្ហាអីយើងនឹងមានលេខទូរស័ព្ទនេះដើម្បីដោះស្រាយ